មេធាវីលងស្នេហ៍អ្នកគ្រូកំសត់ភេទទី2ក្រោយពីគាត់បានគេជាមួយនឹងទូស្រីហើយគាត់បាននិយាយទៅកាន់ទូស្រីខ្ញុំអាចប្តឹងនាងបានឥឡូវនាងកំពុងតែធ្វើពុតសោកសៅដាក់ឲ្យអ្នកណាមើលខ្ញុំមិនចង់ឲ្យលោកដោះស្រាយខ្ញុំទេលោកមកពីខ្ញុំចង់បញ្ជាក់ថាខ្ញុំគ្មានកំហុសទេលូនឡើងក្រែរបស់ខ្ញុំដោយប្រើថ្នាំនេះខ្ញុំមិនបានធ្វើនោះទេហេតុអ្វីអញ្ចឹងលោកធ្វើយ៉ាងនេះដាក់ខ្ញុំនៅធ្វើពុតទៀតរងចាំខ្ញុំរហូតដល់ខ្ញុំពិនិត្យដឹងថាមានអ្វីនៅក្នុងដបនេះខ្ញុំនឹងបោះផោះតាំងនៅចំពោះមុខនាងតើនាងអាចប្រកែកអ្វីបានទៀតក្រៅពីនេះខ្ញុំនឹងតាមដានករណីរបស់នាងខ្ញុំចង់ឃើញនាងដើរចូលគុកដោយភ្នែករបស់ខ្ញុំមនុស្សពុតធ្បត់ដូចជានាងនេះដោយសារអ្នកទាំងអស់គ្នាមិនជឿខ្ញុំនឹងបញ្ជាក់ឲ្យឃើញសូមអ្នកទទួលយកទៅពេលក្រោយរឿងបែបនេះមិនគួរមកដោះស្រាយនៅសាលាទេបានអ្នកបានបង្ខំនាងឲ្យចុះហត្ថលេខាវីដេអូនោះខ្ញុំបានលុបវាហើយល្អណាស់នាយករវល់ទេខ្ញុំទៅមុនហើយនាយតានេះកំពុងតែធ្វើអីនៅទីនេះយកសុំតាជួយខ្ញុំផងអ្នកបានឃើញឪពុកខ្ញុំគម្រាមខ្ញុំឲ្យលះបង់ទ្រព្យសម្បត្តិសូមជួយធ្វើជាសាក្សីឲ្យខ្ញុំចាតែចង់បានទ្រព្យសម្បត្តិគឺជាសិនលីងមីងនិងសិនលីងទេខ្ញុំគ្មានហេតុផលអ្វីទៅសម្រាប់និយាយនោះទេអ្នកគ្រូណាន់ស៊ីងតើឯងនិយាយអីចេញពីទីនេះហើយខ្ញុំបានឃើញនាងលើកចុងក្រោយនាងកំពុងតែចែកចាយជាមួយនឹងមេធាវីមួយចំនួននៅសន្តាគារសន្តានតើនាងគឺជាគ្រូនៅទីនេះមែនទេខ្ញុំសិនណាន់ស៊ីងឆ្កែនេះដើម្បីប្រយោជន៍ប្តឹងឲ្យឈ្នះឯងហ៊ានសុកបីតែលក់ខ្លួនខ្ញុំមិនបានលក់ខ្លួនទេយើងនឹងពិនិត្យមើលឯងយើងនឹងដឹងថាឯងបានធ្វើវាហើយបងប្រុសរបស់នាងក៏បានមកឆែកឆេរខ្លួនប្រាណរបស់នាងមើលចុះនាងបានគិតជាមួយនឹងមនុស្សប្រុសមែនពួកគេទាំងអស់នោះក៏បានមើលមកនាងគិតថានាងគឺជាមនុស្សមិនល្អដំបងឯងសម្រាប់ជីដូនឯងចិញ្ចឹមឯងឥឡូវឯងឡើងក្រែរបស់មេធាវីដើម្បីលុបឈ្មោះអាក្រក់របស់ឯងទៀតឯងគ្រាន់តែជាកាក់សំណល់នៃសង្គមប៉ុណ្ណោះសិនលីមីងអ្នកច្បាស់ណាស់អ្នកគឺជាអ្នកបង្កើតផុសតាំងការពីកូនប្រុសរបស់អ្នកមិនសមជាមនុស្សទេតើនរណាឲ្យឯងនិយាយខ្ញុំសូមឲ្យឯងនិយាយដល់ណាអ្នកមិនទៅធ្វើបានអ្នកគ្រូណាន់ស៊ីងទេខ្ញុំមិនឲ្យអ្នកធ្វើបានអ្នកគ្រូណាន់ស៊ីងទេអ្នកគ្រូណាន់ស៊ីងកុំបារម្ភបាទរបស់ខ្ញុំគឺជាមេធាវីល្អបំផុតនៅចាំងឆេងខ្ញុំនឹងសូមឲ្យគាត់ជួយអ្នកគ្រូយកដុតទឹកនេះទៅបន្ទិពិសោធន៍ឲ្យខ្ញុំនឹងករណីរបស់សិនលីមីងរូបព័ត៌មានលម្អិតត្រូវតែរាយការណ៍ឲ្យខ្ញុំករណីនេះវាជះឥទ្ធិពលខ្លាំងណាស់ដល់សង្គមកុំឲ្យព័ត៌មានលម្អិតណាមួយរំលងឲ្យសោះបាទលោកឈិនសៅយ៉ាងតើលោកកំពុងធ្វើអីនៅទីនេះខ្ញុំមានការប្រជុំនៅទីនេះខ្ញុំទើបតែឃើញលោកឈិននិងសិនណានស៊ីងពួកគេបានចេញពីបន្ទប់តែមួយខ្ញុំមិនបានរំពឹងថាថ្នាំដែលខ្ញុំបានដាក់នោះខ្ញុំនឹងឲ្យឆ្កែញីឯងចេញឲ្យឆ្ងាយពេលនេះដៃកូនរបស់ទូប្រុសក៏បានទេមកប៉ាប៉ាអ្នកគ្រូណានស៊ីងរងរបួសមកជួយខ្ញុំផងណានស៊ីងតើសិនណានស៊ីងមែនទេប៉ាប៉ាក៏ស្គាល់អ្នកគ្រូខ្ញុំដែរនាងគឺជាមនុស្សហ៊ានធ្វើអ្វីៗដើម្បីសម្រេចគោលដៅរបស់នាងនេះមិនមានលក្ខណៈសម្បត្តិឲ្យយើងជួយនោះទេនៅឲ្យឆ្ងាយពីនាងទៅប៉ាប៉ាឃើញទេសូម្បីតែលោកឈិនក៏មិនចង់លឺពីនាងដែរនាងស្រីអាក្រក់ឈប់សិនកន្លែងនេះដែរគេកាត់កន្លែងបាយធ្វើបាបទូស្រីមកដល់ពេលនេះគឺទូស្រីសន្លប់ហើយប៉ាប៉ាហេតុអ្វីប៉ាប៉ាមកយូរម្លេះអ្នកគ្រូណាន់ស៊ីងដួលសន្លប់ហើយជួយគាត់ផងលោកឈិនហេតុអ្វីបានជាលោកមកទីនេះមិនថានាងនឹងកំហុសអ្វីនាងនឹងត្រូវច្បាប់ផ្ដន់ទៀតទោសវាមិនមែនជាវិនរបស់លោកក្នុងការប្រើកម្លាំងរកយុត្តិធម៌ទេប្រមូលផ្ដុំមនុស្សនៅមុខសាលាដើម្បីធ្វើបាបនាងនៅពេលដែលគាត់បាននិយាយរួចហើយគាត់ក៏បានស្ទុះទៅបីទូស្រីដើម្បីយកនាងទៅឲ្យសម្រាប់នៅផ្ទះរបស់គាត់គឺជាមនុស្សចិត្តល្អទេប៉ុន្តែដោយសារតែគាត់គិតថាទូស្រីនឹងបានដាក់ថ្នាំគាត់ដើម្បីគាត់គេងជាមួយទូស្រីចឹងបានជាគាត់នឹងមានចិត្តនៅខាងនឹងទូស្រីពេលនេះដែរទូស្រីនេះក៏បានដឹងខ្លួនអ្នកគ្រូណាន់ស៊ីងប្រយ័ត្នអាលីអរគុណណាណូតើនេះនៅកន្លែងណាវិញជុំធ្វើពុតនាងកំពុងតែព្យាយាមធ្វើឲ្យក្មេងអាណិតដូច្នេះនាងអាចចូលមកចិត្តខ្ញុំបានប៉ាប៉ាអ្នកគ្រូណាន់ស៊ីងល្អសម្រាប់ខ្ញុំកុំនិយាយដាក់គាត់បែបហ្នឹងមនុស្សចាស់កំពុងនិយាយគ្នាក្មេងកុំរំខានត្រឡប់ទៅបន្ទប់ឲ្យអានសៀវភៅទៅខ្ញុំពិតជាមិនបានទិញយកផលប្រយោជន៍នោះទេតួប្រុសបានសម្លឹងមើលនាងទាំងមិនពេញចិត្តតែម្ដងឥឡូវនាងធូរហើយអាចទៅបានហើយខ្ញុំព្រមហើយនាងក៏បានដើរចាក់ចេញពីទីនោះទៅពិតជាចិត្តដាច់មែនទែនគ្រាន់តែនាងដឹងខ្លួនភ្លាមដេញនាងចេញភ្លាមតែម្ដងបន្ទាប់មកពេលនេះដែរគាត់ក៏មាននរណាម្នាក់ទេមកគាត់តើការស៊ើបអង្កេតដែលខ្ញុំឲ្យឯងធ្វើយ៉ាងណាហើយលោកឈិនផុសតាំងចុងក្រោយនោះគឺយើងពិបាកស្វែងរកខ្លាំងណាស់រកឲ្យលឿនបាទប្រសិនបើផុសតាំងទីនេះត្រូវបានលេខត្រដាងសិនណានស៊ីងមិនត្រូវកាត់ទោសនោះទេសិនណានស៊ីងនាងត្រូវតែជាប់ទោសខ្ញុំប្រកាសថាការកាត់ទោសលើកទី2សម្រាប់ការសម្លាប់លោកស្រីសៅហ្វិនយីងបើជាផ្លូវការចង់ចោទសិនណានស៊ីងសូមបញ្ជាក់ផុសតាំងចុងក្រោយរបស់អ្នកខ្ញុំគ្មានផុសតាំងទេពេលនេះកាន់មកទូប្រុសកំពុងតែមកជួបជំនួយការរបស់លោកឈិនការកាត់ក្តីលើកទី2របស់សិនណានស៊ីចាប់ផ្ដើមនៅថ្ងៃនេះមែនទេតែឯងរកឃើញអ្វីខ្លះទេនេះមិនមែនជារបៀបដែលឯងធ្វើការនោះទេលោកឈិនខ្ញុំមិនទាន់បានរកឃើញអ្វីនៅឡើយនោះទេពេលនេះទូប្រុសបានចាប់អារម្មណ៍នឹងกระดาษមួយដែលជ្រុះនៅដីដែលពេលមុននេះជំនួយការរបស់គាត់បានធ្វើជ្រុះបានន័យថាខ្ញុំយល់ច្រឡំចំពោះសិនណានស៊ីហេតុអ្វីបានជាឯងលាក់ការពិតនិយាយមកឲ្យខ្ញុំសុំទោសអ្វីដែលខ្ញុំបាននិយាយ
ខ្ញុំក៏ត្រូវបង្ខំដែរកញ្ញាសាំងបានឲ្យខ្ញុំលាក់ផុសតាំងរបស់សិនមិនស៊ីងនាងថាឲ្យប្រាក់ខ្ញុំដើម្បីព្យាបាលម្ដាយរបស់ខ្ញុំនឹងដោះស្រាយជាមួយឯងនៅពេលដែលខ្ញុំត្រឡប់មកវិញ